ថ្ងៃលិចតាមម្ដងបាទថតពេលថ្ងៃលិចហើយនេះចិត្តទស្សនវិជ្ជាក្បែរផ្ទះខ្ញុំបាទហើយស្មានហ្នឹងគឺមានតែកង្កែបក្អាត់យំទេមានអីទេគេកោកគេកតហ្នឹងបាទវាថ្ងៃចិត្តលិចហើយដូចបងប្អូនឃើញស្រាប់ហើយមើលរូបភាពងឹតបាទស្លុបមើលមិនសូវឃើញទេហើយនេះជារូបភាពក្បែរផ្ទះខ្ញុំតែម្ដងបាទហើយយើងឃើញសំទូងបាទសំទូងហ្នឹងគឺលាស់ចេញញតែម្ដងបាទប៉ុន្តែគាត់ថាយើងមើលយកចឹងមើលអត់សូវច្បាស់ព្រោះងឹតហើយឃើញព្រៃដើមឈើនោះនៅលំនោះព្រោះភាគច្រើនដើមឈើគឺតែដើមថ្នោតនៅព្រៃនៅអាយនោះបាទនោះព្រៃនោះនៅច្រើនបាន4-5 ហិកតាដែរបាទហើយនេះណាទស្សនវិជ្ជាហ្នឹងមានអីទេមានតែសន្ទងស្រងាត់ហើយខាងខ្ញុំនេះអត់មានទឹកជន់លិចអីទេបាទព្រោះខាងខ្ញុំហ្នឹងគឺខាងគោកបាទគោកទេបងប្អូនហើយខាងទឹកមានអត់ខ្ញុំមានចិត្តទឹកចំនួនអីទេដូចចំនួនវាថាផ្លូវនេះដោយសារផ្លូវដាច់ផ្លូវអីមិនលិចអញ្ចឹងអត់មានលិចអត់មានអីទេបាទក្អាតត្រែកយំហៅរកភ្លៀងសំឡេងម៉ូតូមកជិះលឿនណាស់បើកមកអស់មកហូតតាំងម្ដងបងប្អូនត្រាប់សំឡេងធម្មជាតិបាទសំឡេងក្អែបសំឡេងកង្កែបក្អាត់យំលក្ខណៈធម្មជាតិនៅព្រៃមកដប់ទៅបាទហើយបាទកតនេះជាសំឡេងសាប់ព្រោះវាបបក្រករកភ្លេងបាទបរកកលភ្លេងនោះបងប្អូនឃើញស្រាប់ហ្នឹងខ្មៅភ្លេងមិនរកភ្លេងថាយំហៅភ្លេងណាឬដូចជារឿងតាព្រំបាទរឿងតាព្រំបងប្អូនធ្លាប់បានមើលធ្លាប់បានទស្សនាដល់ថ្ងៃមូលហេតុអីបាទកង្កែបបាទនាំពពួកព្រឹក្សាសត្វផ្សេងបាទទៅបាំងជាមួយតាព្រំដើម្បីឲ្យតាព្រំបងអល់ទឹកផ្សេងមកព្រោះវារៀងខ្លាំងខ្វះទឹកខ្វះអីណាធ្វើឲ្យជីវិតមិនអាចរស់នៅបានព្រោះទឹកវាមានសារៈសំខាន់ណាស់អញ្ចឹងនេះជាដំណើររឿងព្រេងហើយសត្វទាំងអស់ហ្នឹងក៏យកជ័យជំនះតាព្រំក៏បងអល់ទឹកភ្លៀងឲ្យមកភពផែនដីឲ្យមានភ្លៀងធ្វើឲ្យជីវិតមនុស្សសត្វរុក្ខជាតិទាំងអស់ហ្នឹងអាចរស់ទ្រង់ជីវិតបានល្អប្រសើរក៏ព្រោះទឹកបាទអញ្ចឹងវីដេអូមានតែប៉ុណ្្នឹងហើយសូមអរគុណសូមជម្រាបលាបាទ